đỉnh đám dục tiaរបស់អ្នកហើយអ្នកម្ដាយរបស់អ្នកនឹងត្រូវនាងបណ្ដេញឲ្យទៅដេកនៅតាមចិញ្ចើមថ្នោតហើយពិតជាមានប្រសិទ្ធភាពមែននិយាយថែមប៉ុន្មានម៉ាត់ទៀតទៅជាយ៉ាងណាឲ្យឈឺបំផុតដល់វគ្គត្រូវដាច់ចិត្តហើយខ្ញុំរាប់1ដល់3បើអ្នកនៅតែមិនព្រមភ្ញាក់ទៀតខ្ញុំនឹងនាំកូនស្រីរត់ទៅរស់នៅជាមួយប្រុសផ្សេងយកកូនហៅប្រុសម្នាក់នោះថាពុកសូមស្វាគមន៍អញ្ជើញចូលខ្ញុំមិនមែនមកញ៉ាំបាយទេគឺខ្ញុំមកជួលតូបលក់ដូរតានាងនឹងតូប3ល្វែង1ខែ350តើនាងមានប្រាក់ជួលដែរឬសំជាតូបនៅរាជធានីមែនថ្លៃខ្លាំងណាស់ពេលនេះខ្ញុំមិនទាន់មានប្រាក់ច្រើនយ៉ាងនេះទេគ្មានប្រាក់ផងចូលមកធ្វើអីទៅកុំមកទាំងផ្លូវរកស៊ីខ្ញុំថៅកែទោះបីជាខ្ញុំគ្មានប្រាក់ជួលតូបទាំងមូលក៏ដោយតែខ្ញុំក៏មិនមែនគ្មានប្រាក់សោះដែរលោកមើលចុះយើងអាចចែកគ្នាម្នាក់មួយផ្នែកបានតើចែកផ្នែកតើត្រូវចែកយ៉ាងម៉េចខ្ញុំគ្រាន់តែដាក់រទេះតូចមួយលក់ស្ទីវនៅមុខហាងភ្ញៀវភាគច្រើនទិញវិចខ្ចប់ទេហើយបើមានអ្នកចង់អង្គុយញ៉ាំខ្ញុំគ្រាន់តែសុំខ្ចីកៅអីលោកបន្តិចប៉ុណ្ណោះជួលតែមុខហាងទេចាស់1ខែ35តើបានទេក៏បានដែរយ៉ាងណាមុខហាងទុកទំនេរដែរប៉ុន្តែនិយាយគ្នាតាំងពីដើមទីទៅចុះបើបើកដំបូងគ្មាន135នេះខ្ញុំមិនសងវិញទេណាប្រកាសជាមានមួយមិនខានទេចាំខ្ញុំទៅសរសេរកិច្ចសន្យានៅក្បែរនេះមានការដ្ឋាននិងសាលារៀនមនុស្សម្នាក់ដើរកាត់តែក៏សុទ្ធសឹងជាអ្នកមានគ្រួសារលក់អាហារពេលព្រឹកប្រហែលជាមិនដាច់ទេតែបើលក់ស្ទីវប្រកាសជាមានឱកាសច្រើនជួយផងមកទិញអំបោះរោមជៀមមកយ៉ានឆិនខ្ញុំបាននិយាយក្រុមការពារទៅតាមរកហើយលោកមិនអីទេមែនទេប្អូនជីដូនមួយរបស់លោកក៏ថាលោកត្រឡប់មកវិញក៏ប្រញាប់មកជួបលោកតែម្ដងអញហ៊ានខ្ទឹកមាត់ចូលក្នុងភេសជ្ជៈរបស់ខ្ញុំផងអីយ៉ាឯងនេះពិតជាគួរឲ្យខ្ពើមខ្លាំងណាស់ដកថយទៅចេញទៅក្តៅខ្លាំងណាស់ព្រឹកព្រលឹមទៅភ្លឺចំពោះមុខមនុស្សជំទាស់អង្គុយចុះទាបបិទទៅចិត្តសិនចាំបញ្ចេញមកឯងកុំចូលមកចិត្តសោះចង់ធ្វើអីហ្នឹងជួយផង